សេចក្តីអំពាវនាវយើងរួមគ្នាដើម្បីការពារកម្ពុជាប្រឆាំងនឹងការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃក្រៅពីប្រព័ន្ធផ្សព្វផ្សាយជាតិនិងអន្តរជាតិតើបងប្អូនសាធារណជនទាំងអស់គ្នាអាចចូលរួមអ្វីបានក្នុងសង្គ្រាមព័ត៌មាននិងសតិអារម្មណ៍ចំពោះមុខនៃការបំភ្លៃបំភ្លើសរបស់ក្រុមឈ្លានពានភាគីថៃបានប្រើប្រាស់យុទ្ធសាស្ត្រក្នុងសង្គ្រាមព័ត៌មាននិងសតិអារម្មណ៍របស់គេគឺយុទ្ធសាស្ត្របំភ្លៃបំភ្លើសមូលបង្កាច់បង្កហេតុដើម្បីបង្កើតលេសឈ្លានពានកម្ពុជាឬ Provocative Information Warfare Strategy ថៃបានបង្កហេតុដើម្បីបង្វែរស្ថានភាពពីការបែកបាក់ជាតិដ៏ជ្រាលជ្រៅរបស់គេមកព្រំដែនពួកគេបានចោទប្រឌិតរឿងនិងចោទប្រកាន់មូលបង្កាច់គ្រប់រឿងដើម្បីបង្កហេតុជាមួយកម្ពុជាដូច្នេះហើយព័ត៌មានដែលថៃបានផ្សព្វផ្សាយគឺមានចរិតញុះញង់បញ្ឆេះកំហឹងឌឺដងនិងមូលបង្កាច់រករឿងសັບគ្រប់មកលើកម្ពុជាពួកគេបង្ករឿងគ្រប់ទម្រង់ដើម្បីបង្កើតលេសនិងញុះញង់ឲ្យយើងតតាំងពួកគេបានបំពានម្ដងហើយម្ដងទៀតនិងមូលបង្កាច់កម្ពុជាគ្រប់រឿងទាំងអស់ប៉ុន្តែពិភពលោកកាន់តែដឹងច្បាស់ពីល្បិចកលនេះនិងភាគច្រើនមិនជឿលើការភូតកុហករបស់ពួកគេទេនៅចំពោះមុខនៃយុទ្ធសាស្ត្របង្កហេតុមូលបង្កាច់នេះនិងដើម្បីរួមសាមគ្គីគ្នាទប់ស្កាត់និងបន្សាបការបំភ្លៃបំភ្លើសនិងការមូលបង្កាច់របស់ភាគីថៃខ្ញុំសូមអំពាវនាវនិងស្នើសុំបងប្អូនអ្នកសារព័ត៌មានអ្នកបង្កើតមាតិកានិងអ្នកប្រើប្រាស់បណ្ដាញសង្គមសូមចូលរួមដូចតទៅ1បន្តតាមដាននិងទទួលព័ត៌មានពីប្រភពផ្លូវការរបស់កម្ពុជាមុននឹងជឿលើការផ្សព្វផ្សាយរបស់ថៃគឺត្រូវផ្ទៀងផ្ទាត់ជាមុនឬសាកសួរប្រភពដែលមានការពាក់ព័ន្ធនឹងរឿងនេះកុំចែករំលែកព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ព័ត៌មានคล้ายៗនិងកុំយកប្រភពព័ត៌មានពីសារព័ត៌មានថៃមកផ្សព្វផ្សាយបន្តដោយមិនបានផ្ទៀងផ្ទាត់ព្រោះព័ត៌មានដែលភាគីថៃផ្សព្វផ្សាយជាព័ត៌មានឃោសនានិងជាព័ត៌មានសតិអារម្មណ៍ការពិតគឺនៅលើប្រភពព័ត៌មានផ្លូវការរបស់កម្ពុជានិងការពិតនៅកម្ពុជា2បន្តចូលរួមនិយាយការពិតនៃការរងគ្រោះរបស់កម្ពុជាពីការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាតាមរយៈការចែករំលែកផ្សព្វផ្សាយព័ត៌មានពីប្រភពផ្លូវការនិងផលិតព័ត៌មាននិងមាតិកាដែលបង្ហាញដល់ពិភពលោកពីការពិតនិងសូមចូលរួមអំពាវនាវដល់សហគមន៍អន្តរជាតិជួយអន្តរាគមន៍បញ្ឈប់ការឈ្លានពានរបស់ថៃមកលើកម្ពុជា3សូមបងប្អូនសាធារណជនសិល្បករសិល្បករនីអ្នកបង្កើតមាតិកាចូលរួមបង្កើតមាតិកាបន្តចូលរួមកាន់តែខ្លាំងបង្កើតមាតិកាលើកទឹកចិត្តកងទ័ពសាមគ្គីភាពជាតិខ្មែរនិងប្រឆាំងដាច់ខាតលើការឈ្លានពានរបស់ថៃនិងអំពាវនាវឲ្យមានការបញ្ឈប់ជាបន្ទាន់នៅការឈ្លានពានយោធាថៃនេះ4ព័ត៌មានคล้ายៗច្រើននិងមានគណនីคล้ายៗជាភាសាខ្មែរដែលថៃបានបង្កើតដើម្បីផ្សព្វផ្សាយព័ត៌មានសតិអារម្មណ៍ច្រើនដូច្នេះបើបងប្អូនសង្ស័យឬដឹងច្បាស់ថាជាគណនីคล้ายៗសូមប្លុកគណនីនោះចោលតែម្ដងនិងរីផតទៅ Facebook ឬ TikTok ដើម្បីកុំឲ្យគណនីនោះបន្តបំពុលសង្គមចំពោះករណីក្នុងស្រុកឬក្រៅស្រុកដែលព្យាយាមបំពុលព័ត៌មានសូមបងប្អូនអាច unfollow ឬ unfriend ដើម្បីបញ្ឈប់ការទទួលព័ត៌មាននិងទំនាក់ទំនងករណីមិនចង់ទទួលបន្ត5ពេលបងប្អូនផុសឬចែករំលែកលើបណ្ដាញសង្គមសូមភ្ជាប់ជាមួយនៅទ្រង់ជ្រូកជាមួយពាក្យទ្រង់ជ្រូក Truth from Cambodia ទ្រង់ជ្រូក Cambodia needs peace ទ្រង់ជ្រូក Justice for Cambodia ទ្រង់ជ្រូក Thailand fire first ទ្រង់ជ្រូក Against Thai invasion
និងអាចពាក្យគន្លឹះផ្សេងទៀតខ្ញុំជឿជាក់ថាសាធារណជនបងប្អូនអ្នកសារព័ត៌មានអ្នកផលិតមាតិកាទាំងអស់នឹងចូលរួមទាំងអស់គ្នាដើម្បីកម្ពុជាឈ្នះក្នុងការប្រឆាំងនឹងសង្គ្រាមឈ្លានពានរបស់យោធាថៃយើងម្នាក់គឺជាទាហានការពារជាតិម្នាក់